បាទគោរពជំរាបសួរបងប្អូននៅក្នុងYouTube និង Facebook Page ទាំងអស់គ្នាបងប្អូនបាទអញ្ចឹងបងប្អូនមួយចំនួននៅតែឆ្ងល់ថាហេតុអីខ្សែ L ខ្សែ N និងខ្សែដីហ្នឹងខុសគ្នារបៀបម៉េចបងប្អូនបាទអញ្ចឹងតាមបច្ចេកទេសអគ្គិសនីគឺយើងរៀននៅសាលាគឺគ្រូបង្រៀនគាត់ថាខ្សែខមហ្នឹងគឺខ្សែ L បាទសម្រាប់ខ្សែភ្លើងណាខ្សែមានភ្លើងណាបងប្អូនបាទអញ្ចឹងសម្រាប់ខ្សែ N ហ្នឹងគឺខ្សែអ្វីគឺខ្សែ nerd បាទគេហៅខ្សែ nerd ជាទូទៅខ្មែរយើងធម្មតាតាមគ្នាគាត់ហៅថាខ្សែម៉ាស់បងប្អូនបាទអញ្ចឹងខ្សែម៉ាស់ហ្នឹងគឺចេញពីប្រភពណាបងប្អូនបាទអញ្ចឹងសម្រាប់ភ្លើង EDC គឺគាត់ចេញភ្លើងមកគឺ3 pha បាទ3 pha ជាពីភ្លើងឆៅមក3 pha គឺអត់មានម៉ាស់ទេអញ្ចឹងអឺពេលដែលគាត់តម្លាក់ transport បាទពេលគាត់តម្លាក់ transport គឺគាត់ធ្វើម៉ាស់បងប្អូនបាទគឺគាត់ធ្វើម៉ាស់ខ្សែ N ហ្នឹងណាអញ្ចឹងចេញពីបកគោល EDC មកគឺយើងចេញមកផ្ទះចូលផ្ទះប្រើប្រាស់គឺមាន2សរសៃបាទចេញចូលផ្ទះយើងណាជាវភ្លើងពី EDC មកគឺគាត់ធ្វើម៉ាស់ហើយពីបកគោភ្លើងរបស់គាត់មកអញ្ចឹងចូលផ្ទះរបស់យើងបាទចូលផ្ទះរបស់យើងមាន2សរសៃអញ្ចឹងគ្រប់គ្រឿងទទួលទាំងអស់គឺអត់មានម៉ាស់ហ្នឹងទេគឺគ្រឿងទទួលគឺយើងប្រើអត់កើតទេអត់ support ទេអញ្ចឹងយើងត្រូវតែមានខ្សែ N នឹងមួយបាទអញ្ចឹងទាំងអស់ហ្នឹងគឺវាចូលមកផ្ទះយើងគឺ2សរសៃបាទចូល2សរសៃហើយបានយើងបំបែកចូលផ្ទះមួយមាន disconnector មានអីចឹងទៅបាទអញ្ចឹងសម្រាប់ខ្សែដីបងប្អូនបាទសម្រាប់ខ្សែដីបងប្អូនដឹងហើយសម្រាប់ខ្សែដីការពារជ្រាបចរន្តទៅលើគ្រឿងទទួលរបស់យើងដូចជាអ្វីខ្លះបងប្អូនបាទដូចជាទូទឹកកកវាមានជ្រាបចរន្ត60វ៉ុលឬក៏30វ៉ុលក៏អាចឆក់ដែរបាទអញ្ចឹងគេធ្វើខ្សែដី3សរសៃហ្នឹងបាទអញ្ចឹងគ្រប់ព្រីទាំងអស់គឺត្រូវមានទាគេហៅថាទាហ្នឹងគឺខ្សែដីបាទយើងបុកអេលិចត្រូតចូលដីគឺមួយតម្លៃផ្សេងទៀតអត់ពាក់ព័ន្ធជាមួយមកពីបកគោល EDC ទេបាទប៉ុន្តែខ្សែ N ហ្នឹងគឺបុកធ្វើដូចគ្នាទេបាទធ្វើអូមដូចគ្នាទេដើម្បីយកគ្រឿងយកភ្លើងមកប្រើប្រាស់សម្រាប់ឲ្យវាល្អបាទអញ្ចឹងយើងធ្វើខ្សែដីឲ្យល្អឬក៏ខ្សែ N ឲ្យល្អហ្នឹងគឺយើងសិក្សានៅដីបាទបុកអាឡិចត្រូតចូលដីយើងវាស់អូមរបស់វាថាវាល្អមិនល្អបាទអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំទៅនាំបងប្អូនទៅមើលព្រីមានទាបាទព្រីមានទាហ្នឹងគេធ្វើយ៉ាងម៉េចបាទឥឡូវនេះគឺបងអញ្ចឹងបងប្អូនបានឃើញហើយខ្សែក្រហមគឺខ្សែ L ខ្សែខ្មៅគឺខ្សែ N បាទហើយសម្រាប់ខ្សែលឿងខៀវហ្នឹងគឺខ្សែទាបាទទាខ្សែគេហៅខ្សែដីបងប្អូនបាទឥឡូវនេះគឺបន្តិចទៀតគឺខ្ញុំចាប់បាទដោយសារនេះព្រីមែនទាបងប្អូនបាទគេហៅថាព្រីមែនទាសម្រាប់ដុយ3បាទដុយ3អាហ្នឹងការពារគ្រឿងទទួលរបស់យើងការជ្រាបចរន្តអញ្ចឹងណាអញ្ចឹងសម្រាប់ខ្សែ L គឺយើងទី1បាទខ្សែ L គេដាក់និមិត្តសញ្ញានៅលើហ្នឹងខ្សែ L ហើយខ្សែដីគឺនៅកដាលបាទរុនកដាលអាទី3គឺខ្សែ N បាទឥឡូវនេះទីទៀតគឺខ្ញុំភ្ជាប់ជូនបងប្អូនដោយសារខ្ញុំកាន់កាមេរ៉ាខ្លួនឯងអញ្ចឹងមិនបានថតឲ្យបានពេញលេញទេបាទនេះឲ្យបងប្អូនបាទអញ្ចឹងខ្សែ N នេះគឺយើងខាងមកអញ្ចឹងសម្រាប់ខ្សែដីកដាលមកបាទអញ្ចឹងសម្រាប់ AC គឺយើងអត់ប្រកាន់ប៉ូលទេចង់ដាក់ខាងណាក៏បានដែរប៉ុន្តែ circuit យើងដាក់ឲ្យត្រូវតាម circuit របស់គេមកសម្រាប់គ្រឿងទទួលរបស់យើងការប្រើប្រាស់វាងាយស្រួលសម្រាប់បងប្អូនឥឡូវនេះគឺខ្ញុំចាប់ព្រីឲ្យអស់ហើយមានតែប៉ុណ្្នឹងទេចាំជួបខ្ញុំវីដេអូក្រោយទៀតបងប្អូនបាទ